សួស្តីអ្នកនរថ្ងៃនេះខ្ញុំចេញវីដេអូមកប្រាប់ពីរបៀបដោះធូរជំនិនដើម្បីឲ្យឡើងរាំងបោះផ្កាឈូកលឿនអញ្ចឹងគ្នាយើងដំបូងអ្នកគ្នាចុចចូលទៅកន្លែងនេះមកហើយមកដល់កន្លែងនេះអ្នកនរគ្នាក៏លេខមកមើលលើគេអាទី1ហ្នឹងហើយអាទី1ហ្នឹងយើងទៅលេងវគ្គជេយូណែមអញ្ចឹងគ្នាយើងអ្នកគ្នាអូមកហើយដល់មកអ្នកនរគ្នាចូលវគ្គទី8ហើយវគ្គជេយូណែមយើងហ្នឹងយើងចូលលេងវគ្គហ្នឹងមកហើយដល់វគ្គហ្នឹងអ្នកនរគ្នាត្រូវវាយស្វីសផ្ទះតបមកអ្នកនរគ្នាឲ្យរត់បាំងទៅធ្វើម៉េចយើងវាយវគ្គហ្នឹងធ្វើម៉េចកុំឲ្យចេញអាសញ្ញាភ្លើងទៅវាយទៅអ្នកគ្នាធ្វើម៉េចកុំឲ្យចេញសញ្ញាភ្លើងកន្លែងជាយន្តណែមអញ្ចឹងគ្នាយើងបើអ្នកនរគ្នាចេញសញ្ញាភ្លើងហ្នឹងគឺយើងលេងទៅអត់ឡើងរ៉ែងទេជាមួយដាក់រូបឲ្យមើលគ្នាយើងហើយធ្វើម៉េចយើងវាយធ្វើម៉េចកុំឲ្យចេញសញ្ញារូបភ្លើងហ្នឹងតែយើងវាយរូបសញ្ញាចេញរូបភ្លើងហ្នឹងគឺយើងអត់បានទេយើងគឺថាគ្នាយើងក៏ដល់យើងក៏ដល់គឺតែយើងវាយចេញសញ្ញាភ្លើងហ្នឹងគឺយើងអាចឡើងរ៉ែងបានទេហើយយ៉ាងហ្នឹងយើងត្រូវតែបាំងហើយយើងត្រូវតែបាំងសុទ្ធហើយយើងវាយហើយចាំមកយើងត្រូវតែបាំងហើយបន្តមកទៀតចូលវគ្គទី2របស់យើងតើមកអស់គ្នាចុចចូលកន្លែងចេញមកចូលកន្លែងបោះផ្កាឈូកយើងមកអ្នកនេះអូទៅក្រោមអ្នកនេះចុចកន្លែងពណ៌ត្រជាក់តើមកអស់គ្នាអូទៅតែបាល់ទី2នេះបាល់ទី2វាដាក់ថាយើងលេងវគ្គទី3ហើយនឹងវគ្គទី8ហើយតើមកអ្នកនរគ្នាចុចចូលទៅកន្លែងរូបស៊ីវ៉ូហ្នឹងតើមកអ្នកនរគ្នាចុចទៅកន្លែងរូបទី3យើងហើយអ្នកនរគ្នាក្លេកមកចូលទៅកន្លែងទីវគ្គទី8របស់យើងមកតើមកអ្នកនរគ្នាចុចចូលទៅហើយដល់កន្លែងនេះយើងចុចមកហើយតើមកយើងវាយតើមកវគ្គហ្នឹងយើងធ្វើម៉េចយើងវាយស្វីសចឹងគ្នាយើងតើមកយើងចុចដូរស្វីសមកគ្នាបាទទៅចុចការចុចដូរស្វីសយើងមកចុចដូរស្វីសរហូតចឹងគ្នាយើងចុចដូរស្វីសវិញទៅមកធ្វើម៉េចឲ្យយើងបានស្វីសយើងវាយតើមកយើងចុចដូរទៀតមកយើងចុចដូរទៀតតើមកយើងវាយស្វីសមកយើងវាយស្វីសគឺយើងវាយយើងបញ្ជាក់ហើយវគ្គនេះយើងត្រូវបិទសូនគឺយើងបិទសូនមកយើងបានឡើងរ៉ែងតបមកយើងវាយទៅយើងវាយហើយតើមកធ្វើម៉េចឲ្យយើងនឹងវាយទៅឲ្យចំហើយរោសាក់សហើយចូលទៅយើងផ្លេចបាត់យើងវាយធ្វើម៉េចកុំឲ្យវាចេញសញ្ញានេះវាយើងចាំដាក់ឲ្យមើលហើយអ្នកនរគ្នាវាយធ្វើម៉េចមកសញ្ញាខ្ញុំប្រាប់មិញអញ្ចឹងគឺយើងអ្នកនរគ្នាវាយសញ្ញាហ្នឹងគឺអត់ឡើងរាំងទេហើយតោះមកអ្នកនរគ្នាវាយធ្វើម៉េចអីមួយចូលហើយតោះមកយើងរត់ទៅបាំងទៅហើយអ្នកនេះយើងបញ្ជាក់អ្នកនរគ្នាអ្នកនេះយើងត្រូវបិទសូនបើយើងបិទសូនយើងអាចឡើងរាំងបានបើយើងបិទសូនទេអាចឡើងរាំងបានទេហើយយើងចេញមកក្រៅវិញតោះមកយើងធ្វើការចូលទៅអាឡៃពណ៌ត្រជាក់យើងវិញតើមកយើងមកកលេចមកមើលអាទី3អញ្ចឹងគ្នាយើងអាវគ្គហ្នឹងស្រួលតែយើងដោះខ្វែនឹង3យើងអាចឡើងរ៉ែងពណ៌ផ្កាឈូកបានអញ្ចឹងគ្នាយើងហ្នឹងឲ្យយើងដោះ3យើងអាចឡើងរ៉ែងបានហើយអញ្ចឹងយើងត្រូវចូលវគ្គនេះស៊ីកាវ៉ាយើងអញ្ចឹងគ្នាយើងតើមកដល់កន្លែងនេះនឹងចូលអាទី8វគ្គទី8អាវគ្គនេះស៊ីកាវ៉ាតើមកយើងធ្វើការចូលទៅលេងអ្នកស៊ីកាវ៉ាយើងទៅតើមកយើងអូសចូលឡើងតើមកយើងចេញមកក្រៅមកតើមកយើងធ្វើការអូសរវគ្គនេះស៊ីកាវ៉ាយើងទៅចូលអ្នកស៊ីកាវ៉ាយើងចូលទី8មកអាទីម៉ានទី7ទី8ផ្លេចមកយើងធ្វើការចូលទៅក្នុងហ្នឹងហើយតើមកយើងធ្វើការចូលតើមកយើងធ្វើការវាយស្វីសសិនពេលយើងវាយស្វីសមកយើងធ្វើការហក់បាំងនេះតើមកធ្វើការហក់បាំងវាអាចធ្វើតាមខ្ញុំបានយើងវាយស្វីសសិនវាយស្វីសគេនេះពេលយើងវាយយើងដាក់អីមកយើងដាក់ទៅគ្រីយើងហ្នឹងចឹងពេលនេះជាកហកម៉ៃមកតើមកយើងហកម៉ៃទៅវិញនេះចឹងមកតើមកវានឹងឡើងរ៉ែងឲ្យយើងតើមកយើងចេញទៅក្រៅរបស់យើងមកតើមកធ្វើការចេញមកតើមកធ្វើការចេញទៅវិញអស់តើមកមើលកលេចមើលកន្លែងនេះទៅទៅរឿងឯងពណ៌ទ្រូជេរបស់យើងតើមកយើងមើលកលេចមើលអាទី4
cứ ở tí muốn cứ đâm râu vô nó từ lên nhà vẽ tìm bal ở vẽ đại kill tao nó nhưng tôi ca cho tôi lên liền ở vẽ đi vẽ tìm bal bao nhiêu nữa cho lên vẽ đang nó vẽ đang đâm râu vô miền đang si chẳng cái gì tao nó nhưng tôi ca áp viên mịch o máu tập máu ở vẽ đang thơ tao mới nhưng miền đang si tao mới áp viên mịch tao mới cho lên nhà vẽ tao mới cho lên nhà vẽ qua tao mới cho lên nhà vẽ tìm bal tao mới cho lên nhà vẽ tìm bal ấy tao mới dùng cho lên mà mới cho lên nhà vẽ tìm bal nhìn đây nhưng thường bắt như lên ở đây xí lắm nhưng bật bia trong mà tăng cho crown chứ chỉ thường bắt như lên như thế nào vậy anh trong hôm ở dương lang rang ao chứ trong hôm lang rang ao bây giờ bật đến lang rang thì đấy nhưng bật chả hỏi vì tôi không có biên năng đá bàn thế bà bữa nay khi ở lang rang ấy ai cầm bắn bạn nhưng mà khi tôi tham nhưng mấy lang rang ai cầm bắn ở trong video này ban tại vì lang rang cứ nhưng chưa chẳng lang rang bên thì gì là nhưng chật mi ói chật lang rang tí đấy vậy hai khó lấy nhung tập từ lên ban pi khai thế ở cái bà cứ nhung lang rang cọp pù tại mà đó bà cứ lang rang qua pha chụp cái chị sẽ hai bên tên đi account thùng nhóm bà account thùng nhóm account đi cả bên tên bà account mi ra úp cứ account thùng nhóm hay video nhóm bên pan năng đây bà